ស្ថាប័នអន្តរជាតិដ៏ធំមួយដែលមានអាយុកាលជាង30ឆ្នាំបានសហការជាមួយនឹងស្ថានីយទូរទស្សន៍ជាតិកម្ពុជាសហព័ន្ធកីឡាប្រដាល់គុណខ្មែរក្រោមការឧបត្ថម្ភពីក្រុមហ៊ុនវឌ្ឍនៈ Brewery បានរៀបចំការប្រកួតខ្សែក្រវ៉ាត់ដ៏អស្ចារ្យមួយរវាងកីឡាករគុណខ្មែរជើងខ្លាំងទម្ងន់67គីឡូក្រាមទល់ជាមួយនឹងកីឡាករឆ្លងដែនពីម៉ូរ៉ាកូក្នុងចំនួន5ទឹកដណ្ដើមខ្សែក្រវ៉ាត់ WKN គុណខ្មែរនេះជាខ្សែក្រវ៉ាត់អន្តរជាតិដំបូងដ៏ថ្មីសន្លាងមួយនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថាប័នអន្តរជាតិចាប់ដៃជាមួយនឹងគុណខ្មែររៀបចំការប្រកួតដ៏អស្ចារ្យនេះនៅលើទឹកដីនៃស្រុកកោះធំមិនត្រឹមតែការប្រកួតដណ្ដើមខ្សែក្រវ៉ាត់អន្តរជាតិដ៏ធំសម្បើមនោះទេក្នុងនោះក៏មានអមដោយការប្រកួតដ៏រំភើបបន្ថែមទៀតដែរវីរៈសុវណ្ណស្កាយទៅប៉ះជាមួយនឹងថេនតារ៉ាពុកអាឈិតត្រៀមតតាំងជាមួយនឹងខឿនសុវណ្ណថាលោកអាម៉ែនជួបជាមួយនឹងប្រាសាទជាស្ដាវិជ្ជសំដែងទៅតតាំងជាមួយនឹងខុនរតនាគូស្នាលដណ្ដើមពានអមដោយប្រាក់លានពុកអាប៉យជួបជាមួយនឹងកីឡាករជើងខ្លាំងនៃខេត្តកំពង់ធំហុលសុកហេងវិជ្ជផាន់យ៉ាប៉ះជាមួយនឹងកីឡាករទៅចក្រភពអង់គ្លេសដែលប្រើកង់ជើងម្រាមលូកាសឡាខ្មៅកំពុងចាំធុនមេងហុងឡើងមកតតាំងជាមួយនឹងកីឡាករឆ្លងដែនពីម៉ូរ៉ាកូពាក់កង់ជើងម្រាមជួបជាមួយនឹងកីឡាករអោតម៉ានីគូឯកដ៏អស្ចារ្យប្រចាំសប្តាហ៍នេះនាកចម្បាំងគុណខ្មែរលន់បញ្ញាត្រៀមតតាំងជាមួយនឹងជើងខ្លាំងម៉ូរ៉ាកូសាការីរ៉ុយកេតការប្រកួត5ទឹកដណ្ដើមខ្សែក្រវ៉ាត់ WKN គុណខ្មែរជួបគ្នានៅថ្ងៃអាទិត្យទី11ខែមករាឆ្នាំ2026នៅបរិវេណកីឡដ្ឋានស្រុកកោះធំស្ថិតនៅក្នុងឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្ដាលនឹងមានការផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង 6:30 នាទីល្ងាចតទៅនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា Page Facebook និង YouTube ផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា Page VBL Sport និង VBL កីឡាទឹកពិសា Bronet V Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល V Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម៌ពលជាមួយគ្រុឌ